ពាក្យថាប្រពន្ធឬក៏ម្ដាយមិនមែនជាស្រួលទេបងប្អូនឃើញទេបាទមើលកូនផងបញ្ចុកបាយកូនផងធ្វើម្ហូបផងចឹងប្តីចេញពីធ្វើការមកបើឃើញប្រពន្ធកំពុងតែរវល់អញ្ចឹងហើយតោះទៅផ្ទះបាយទៅរៀបចំការងារណាដែលយើងមិនទាន់គិតថាប្រពន្ធយើងធ្វើហើយជួយធ្វើគាត់ដូចជាដាំបាយធ្វើម្ហូបអីចឹងទៅបាទញ៉ាំជុំគ្នាពេលខ្លះមានមតិមួយតែនិយាយថាជាប្តីកុំចូលជាក្រានបាយឲ្យសោះប៉ុន្តែมันជាថ្មីទេព្រោះតែយើងចូលជាក្រានបាយធ្វើម្ហូបញ៉ាំលក្ខណៈគ្រួសារថាมันតែខុសតោះអីអញ្ចឹងហើយស្វាមីទាំងអស់គ្នាមើលវីដេអូមួយនេះហើយណាអញ្ចឹងហើយកុំប្រកែប្រកាន់ចេញពីធ្វើការងារបងប្អូនកំពុងតែហត់ចង់សម្រាកប៉ុន្តែគួរតែគិតថាប្រពន្ធនៅផ្ទះមិនមែនស្រួលទេមិនមែននៅផ្ទះគេងបាទសំណុកទេបងប្អូនមើលវីដេអូហ្នឹងឃើញហើយបាទណាកូនផងដាំបាយផងលាងចានផងបោះផ្ទះផងជូតផ្ទះផងទៅផ្សារផងបាទបញ្ចុកបាយកូនផងងូតទឹកឲ្យកូនមកសពមុខបងប្អូនអញ្ចឹងហើយជាប្តីឃើញហើយបាទការងារផ្ទះព្រាបបានដូចជាការទៅធ្វើការងារដ៏ធ្ងន់មួយអញ្ចឹងបងប្អូនអញ្ចឹងជាស្វាមីឃើញវីដេអូមួយហ្នឹងហើយបាទនៅក្បែរប្រពន្ធជួយការងារគាត់ទៅការងារណាតនេជួយទៅអញ្ចឹងសង្ឃឹមថាវីដេអូមួយនេះនឹងជួយឲ្យសុភមង្គលនៅក្នុងគ្រួសារបងប្អូននេះកាន់តែកើនឡើងមួយកម្រិតទៀតណាអរគុណច្រើនកុំភ្លេចចុច like និង share វីដេអូមួយនេះម្នាក់មួយផងណា